នេះទៅទៅភាពតាមដងផ្លូវជាលេខ2ខ្ញុំថតចេញពីទីរំខេតឡើងមកពេញវិញនៅពេលព្រឹកបងប្អូនទាំងគ្នាតាមពិតទៅផ្លូវជាលេខ2ទេសភាពស្អាតមកជំនាយើងហួសចេញពីទីរំខេតមកហួសហើយកន្លែងវងមូលបត់ទៅខាងអង្គតសោមទេសភាពស្អាតមែនតើអ្នកទាំងគ្នាពេលជាក់ស្ដែងនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតចេញពីទីរំខេតតែម្ដងហួសពីវងមូលមានឯករាជ្យបន្តិចមកខ្ញុំថតយកមកខ្ញុំថតនេះម៉ោងដូចជា7ជាង8ហើយខ្ញុំឡើងមកពេញវិញណាខ្ញុំនឹកឃើញក៏ទាញទូរស័ព្ទថតលេងអញ្ចឹងទៅប៉ុន្តែទស្សនវិជ្ជាស្អាតពេលព្រឹកវាស្រឡះល្អហើយតាមដងផ្លូវក៏អត់សូវសម្បូរម៉ូតូឡាននៃច្រើនញ៉ៃដែរមួយទីហើយនៅសងខាងផ្លូវហ្នឹងក៏មានបងប្អូនយើងគាត់លក់អាហារហូបចុកជាដើមដូចជាអាហារពេលព្រឹកកាហ្វេភេសជ្ជៈអីចឹងណាចាំមើលទៅដល់មុខតិចទៀតបងប្អូននឹងឃើញខាងឆ្វេងហើយនឹងស្ដាំដៃមានដើមឈើច្រើននេះកន្លែងដើមឈើច្រើននេះទៅមុខតិចទៀតហួស stop ឥឡូវអត់ដល់ stop ឡើយមានបងប្អូនយើងគាត់លក់កាហ្វេលក់អីចឹងណាពេលព្រឹកហើយមានភ្ញៀវដែលគាត់ធ្វើតំណែងឆ្លងកាត់ហ្នឹងគឺគាត់អង្គុយហូបមកស្ទុះនិយាយទៅមកបាត់ហត់អញ្ចឹងទៅគាត់ធ្វើតំណែងទៅទៀតសូម្បីតែខ្ញុំពេលខ្ញុំឡើងមកអញ្ចឹងបើសិនពេលណាខ្ញុំឡើងទៅពីពេញរៀងព្រឹកទៅដល់នោះម៉ោង9អីចឹងខ្ញុំអង្គុយហូបកាហ្វេហូបអីចឹងទៅនេះកន្លែងដាំឈើច្រើននៅខាងឆ្វេងហើយខាងស្ដាំដៃហ្នឹងសិតតែបងប្អូនយើងគាត់លក់កាហ្វេទេហើយខ្ញុំពេលមកដល់ខ្ទង់ម៉ោង9អីខ្ញុំអង្គុយហូបនៅនឹងមកស្ទុះសិនបានរកកន្លែងស្នាក់នៅចឹងណាហើយនេះគឺជាវងមូលកន្លែងយើងបាត់ទៅអង្គតសោមទេសភាពកន្លែងនេះគឺស្អាតអ្នកទាំងអស់គ្នាខ្ញុំបានថតទៅមកជារៀងទៀតខាងឆ្វេងដៃនេះខាងហ្នឹងគឺស្រឡះហ្មងបឹងស្រឡះហើយស្មៅខៀវចំណែកខាងស្ដាំដៃនេះក៏ស្អាតដែរប៉ុន្តែឥឡូវដោយសារគេកំពុងតែជួសជុលមិនដឹងគេបរិចមិនដឹងផ្លូវណាហើយមើលទៅវាអត់សូវស្អាតទេប៉ុន្តែនេះទេសភាពកន្លែងនេះម៉ែកប់សេរីទេសភាពកន្លែងនេះមិនថាព្រឹកមិនថាល្ងាចទេបើយើងត្នេយើងអង្គុយហូបអីគួយគុណទេសភាពគឺស្អាតមែនទែន fresh ហ្មងឥឡូវខ្ញុំធ្វើដំណើរទៅភ្នំពេញវិញហើយទេសភាពស្អាតដូចខ្ញុំនិយាយចឹងនេះកន្លែងនេះទេសភាពស្អាតមែនទែនពេលល្ងាចឬពេលព្រឹកអង្គុយហូបអីហូបកាហ្វេហូបអីចឹងទៅគួយគុណទេសភាពមានទឹកមានស្មៅខៀវខ្ចីនិងស្អាតមកខ្យល់បក់មកត្រជាក់ហើយអានេះវត្តអត់ដឹងវត្តអីទេប៉ុន្តែនិយាយពីលបងហើយខ្លងទ្វារស្អាតអ្នកទាំងអស់នេះស្អាតយកតែមែនតើហើយវីដេអូហ្នឹងក៏មានប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នា